ផ្លែណាទោះបីមុតយ៉ាងណាក៏មិនអាចយកទៅកាប់ឈើបានពូថៅទោះបីរឹងមាំប៉ុណ្ណាក៏មិនអាចយកទៅកោរពុកមាត់បានដែរព្រោះមនុស្សម្នាក់សុទ្ធតែមានចំណុចល្អផ្សេងពីគ្នាទាំងការងារដូចគ្នាខ្លះមិនដូចគ្នាខ្លះអ្នកខ្លះមានការងារក្រុមហ៊ុនអ្នកខ្លះធ្វើជាងអ្នកខ្លះធ្វើមន្ត្រីរាជការអ្នកខ្លះធ្វើសិល្បៈអ្នកខ្លះធ្វើស្រែឯអ្នកខ្លះធ្វើចម្ការសុទ្ធតែមានសមត្ថភាពខុសៗគ្នាសរុបទៅការងារនៃមនុស្សទាំងអស់នេះគឺយើងផ្លែណាទោះបីមុតយ៉ាងណាក៏មិនអាចយកទៅកាប់ឈើបានពូថៅទោះបីរឹងមាំប៉ុណ្ណាក៏មិនអាចយកទៅកោរពុកមាត់បានដែរព្រោះមនុស្សម្នាក់សុទ្ធតែមានចំណុចល្អផ្សេងពីគ្នា